បើយើងចង់បានសំណាងល្អគឺត្រូវសាងល្អឲ្យជាហេតុហ្នឹងឯងអាហ្នឹងដែលយើងថាចង់បានសំណាងល្អណាស់ហ្នឹងឯងចាស់ពុកម្ដាយអីអ្នកធំអីហ្នឹងឲ្យណាពួកជ័យអីចឹងទៅថាមិនជាថ្មីទេព្រោះទៅតាមទឹកចិត្តណាហ្នឹងឯងទៅឲ្យបងប្អូនកូនចៅកូនក្មួយអីហ្នឹងមានសំណាងល្អដែលយើងត្រូវយកពាក្យសំណាងល្អហ្នឹងមកគិតគឺណាព្រោះសំណាងល្អគឺបានដីថាការដែលយើងសាងល្អនឹងឯងកុំឲ្យយើងចិត្តតែគិតទៅថាសំណាងល្អហ្នឹងបានឯងឬរួចអំពីគ្រោះថ្នាក់អីទាំងអស់ហ្នឹងចឹងទៅឯងយើងថាសំណាងល្អនឹងឯងគឺត្រូវសាងល្អឲ្យជាហេតុសូម្បីមានប្រាក់ច្រើនហើយក៏មិនមែនសុទ្ធតែជាសំណាងល្អទៅនោះទេណាហ្នឹងឯងមានប្រាក់ច្រើនហើយហ្នឹងណាមិនមែនសុទ្ធតែជាសំណាងល្អទៅនោះទេហ្នឹងឯងវាអាចគ្រោះថ្នាក់ដោយសារប្រាក់ណាឬក៏ប្រើប្រាក់នៅក្នុងផ្លូវមិនល្អប្រាក់នាំឲ្យមនុស្សយើងខ្វល់តាំងពីមិនតាន់បានរហូតដល់បានហើយនៅតែនាំឲ្យខ្វល់នៅក្នុងរឿងផ្សេងចឹងឯណាប្រាក់ហ្នឹងគឺថាឲ្យយើងខ្វល់ជាមួយប្រាក់ហ្នឹងជាមួយវេហ្នឹងវាប្រាក់ហ្នឹងតាំងពីមិនតាន់បានណាហើយបានហើយហ្នឹងនៅតែឲ្យខ្វល់ទៅទៀតហ្នឹងឯងមើលមិនខ្វល់ល្មាក់ល្មមទេណាហ្នឹងឯងអាបានហើយហ្នឹងណាខ្លះត្រូវស្លាប់អាមិនល្មាក់ល្មមហ្នឹងគឺដល់ស្លាប់ដោយសារតែបានប្រាក់ហ្នឹងក៏មានក្នុងរឿងផ្សេងខ្លះបានប្រាក់មកហើយជាប់គុកក៏ណាហ្នឹងឯងខំរੂ4 10 20ឆ្នាំវាអាចជាការងារអាក្រក់ណាហ្នឹងឯងចឹងហត់នឿយហើយគេរឹបអូសយកទៅវិញអស់ខ្លួនឯងជាប់គុកទៀតហ្នឹងឯងមិនថាស្រុកខ្មែរឬស្រុកណាទេយើងឮតែរឿយមកទៅស្រុកអាមេរិកកាំងបារាំងកាណាដាអីហ្នឹងក៏ដោយឲ្យតែយើងធ្វើការងារខុសច្បាប់ហ្នឹង4 10 20ឆ្នាំខំប្រឹងមកហ្នឹងគេរកឃើញគេចាប់បានហ្នឹងឯងមើលប្រាក់ហ្នឹងវាឲ្យខ្វល់អញ្ចឹងណាគេរឹបអូសយកទៅឲ្យខ្លួនឯងចាប់គុកទៀតប្រាក់អាមិនតាន់បានក៏ខ្វល់អាបានមកហើយនាំឲ្យឆ្លោះគ្នាហើយអ្នកឆ្លោះហ្នឹងមិនមែនល្មាក់ល្មមទៀតណាសូម្បីតែជាមួយនឹងម៉ែឪគឺណានឹងឯងក៏ឆ្លោះមួយគាត់ក្បត់គាត់ដណ្ដើមសម្បត្តិមរតកអីទៅគឺណានឹងឯងបងប្អូនឆ្លោះគ្នានឹងឯងរឿងប្រាក់ហ្នឹងហើយឆ្លោះគ្នារឿងអីចឹងទៅទៀតទៅនឹងឯងហើយបានប្រាក់ហើយកើតទៅជាឈឺចាប់ក្រំគ្រាផ្លូវចិត្តរហូតដល់តែគិតថាសុខចិត្តរស់នៅកាលពីមិនតាន់បានប្រាក់សុខចិត្តរស់នៅដោយកាលដែលពីនៅក្រភរិយាស្វាមីអីហ្នឹងចឹងមានទំនាក់ទំនងស្រឡាញ់គ្នាបានល្អនឹកសំណោះក្នុងកាលដែលនៅក្រីក្រនោះទៅវិញដល់តែមានបានលុយកាក់មកសឹងតែថាសម្លាប់ខ្លួនខ្លះក៏សម្លាប់ខ្លួនទៅទៀតនឹងឯងឈឺចិត្ត
ក្រំគ្រាទៅមើលប្រាក់ហ្នឹងវាអញ្ចឹងហ្នឹងឯងវាមានរឿងទាំងអស់ហ្នឹងគណាដូច្នេះដើម្បីឲ្យសមជាមួយនឹងប្រាក់ដែលប្រាក់នាំឲ្យយើងខ្វាយខ្វល់សពបែបសពយ៉ាងនោះគឺត្រូវយកប្រាក់មកសាងសេចក្តីល្អទើបឈ្មោះថាជាអ្នកមានសំណាងល្អគណាហ្នឹងឯងដូចថាសងសឹកសងសឹកតែនេះគ្រាន់តែជាវោហាទេនិយាយហ្នឹងគឺថាមិនមែនសងសឹកទៅជាបាបបៀតបៀនកាប់សម្លាប់អីអ្នករតីអីសងសឹកនោះទេអានេះចង់និយាយថាសងឱកាសសងពេលវេលាសងការដែលខ្វាយខ្វល់ទៅក្នុងរឿងរកប្រាក់ហ្នឹងឯងដើម្បីឲ្យវាសមនឹងអារឿងដែលខ្វល់ជាមួយនឹងប្រាក់ហ្នឹងគឺមានតែត្រូវប្រើប្រាក់ហ្នឹងវិញហ្នឹងឯងអាហ្នឹងឯងដើម្បីឲ្យប្រាក់ហ្នឹងសងយើងឲ្យប្រាក់ហ្នឹងសងយើងសងយ៉ាងម៉េចសងត្រង់ដែលថាឲ្យសម្រេចទៅជាបុណ្យដោយសារប្រាក់ហ្នឹងនឹងឯងទោះជាបរិភោគប្រើប្រាស់ក៏ដើម្បីចិញ្ចឹមសិលចឹងទៅទំនុកបំរុងអ្នកមានសិលចឹងទៅឯងធ្វើឲ្យអញលំបាកឯងធ្វើឲ្យអញហត់នឿយរំបានឯងមកឥឡូវអញយកទៅធ្វើពហិកត់សាលាអីចឹងទៅទំនុកបំរុងបច្ច័យ4ប្រសងទៅអានឹងបានទៅសមនឹងរឿងដែលយើងហត់នឿយខ្វាយខ្វល់ជាមួយនឹងប្រាក់ហ្នឹងអានឹងបានសមនឹងឯងអានឹងគឺនិយាយតាមត្រង់ទេពុទ្ធបរិស័ទចារណាតាមនឹងទៅកុំឲ្យថាពាក្យនឹងវោហានឹងជារឿងប្រម៉ែប្រមូលគៀគោអីដើម្បីថាឲ្យអ្នកខំប្រឹងហត់នឿយរកប្រាក់បានហើយដើម្បីថាខ្លួនឯងនឹងជាអ្នកមានសិលជាអ្នកបួសអីហ្នឹងលួងលោមបើកចិញ្ចុកយកកម្លាំងគេមាសប្រាក់គេអីគឺអាហ្នឹងវាមិនដឹងធ្វើម៉េចទេបើបងប្អូនកូនចៅគិតឃើញអញ្ចឹងវាជារឿងហ្នឹងទៅប៉ុន្តែថារឿងនេះគឺនិយាយអំពីប្រយោជន៍ពិតដែលកើតនៅក្នុងជីវិតរបស់អ្នកហត់នឿយទាំងឡាយហ្នឹងពីព្រោះបើមិនប្រព្រឹត្តទៅអញ្ចឹងខំប្រឹងហត់នឿយជាមួយនឹងការរកប្រាក់នឹងបានមកហើយគឺណាត្រូវចិញ្ចឹមកិលេសចិញ្ចឹមកិលេសចិញ្ចឹមលោភៈចិញ្ចឹមរាគៈអញ្ចឹងទៅអានឹងឯងវាអត់មានបានសងត្រឡប់មកជាប្រយោជន៍អីក្នុងការហត់នឿយព្រួយលំបាកក្នុងការដែលរស់ត្រប់នឹងទេនឹងឯងវាប្រព្រឹត្តទៅក្នុងរឿងអត្ថប្រយោជន៍ខាតពេលខាតវេលាក្នុងជីវិតព្រោះទីបំផុតវានៅសល់តែរឿងធัวសនិងធัวខ្មៅហ្នឹងចឹងដែលជាប់តាមជីវិតទៅបងប្អូនកូនចៅហ្នឹងណាហ្នឹងឯងចឹងហើយបើយើងអត់បានប្រើប្រាស់ប្រាក់ហ្នឹងឯងឲ្យសម្រេចទៅជាធัวសឲ្យទៅជាអរិយត្រប់ទេអាហ្នឹងយើងគិតមើលទៅល្ងងឬក៏ឆ្លាតរបស់ដែលខំរយកមកហើយយកមកទុកចោលនេះហត់នឿយអស់មួយជីវិតហើយទុកចោលនេះឲ្យតែមិនបានចម្រាញ់ឲ្យទៅជាបុណ្យឲ្យទៅជាចេតនាអាហ្នឹងគឺទុកចោលហើយល្ងងឬឆ្លាតយើងយល់ដឹងទៅតាមនឹងអញ្ចឹងទៅហ្នឹងឯងថាយើងឆ្លាតគឺថាចម្រាញ់ឲ្យទៅជាចេតនាបុណ្យឲ្យទៅជាល្អិតស្មើនឹងចិត្តអាហ្នឹងបានឆ្លាតយើងរកយកមកទុកចោលអត់មានបាន
ជាគុណជាប្រយោជន៍អីចឹងសម្រាប់ដំណើរជីវិតហើយតែកាលណាវាខ្វះបុណ្យជាគ្រឿងទំនុកបំរុងហើយមើលចិត្តសៅហ្មងនៅពេលចិត្តស្លាប់នឹងបណ្ណាតែយើងមានសេចក្តីល្អឯណាដើម្បីនឹករលឹកឃើញឲ្យចិត្តនឹងឯងមិនសៅហ្មងឃើញណាហើយយើងមិនដែលបានដឹងថាសេចក្តីបរិសុទ្ធណាអ្វីដែលជាបុណ្យអ្វីដែលជាកុសលអ្វីដែលជាទីរីករាយជាមួយនឹងពុទ្ធធម៌ប្រសង្ឃជាមួយនឹងសមណៈព្រាហ្មណ៍ជាមួយគ្នានឹងការដឹងគុណមេដាបិតាគោរពបូជាជាមួយគ្នានឹងចិត្តល្អដែលប្រព្រឹត្តទៅដោយទឹកចិត្តជាមួយបងប្អូនជាមួយញាតិមិត្តយើងមិនដែលបានដឹងសភាពនៃចិត្តស្អាតចិត្តបន់ចិត្តបរិសុទ្ធនឹងផងតែធ្វើម៉េចកុំឲ្យចិត្តសៅហ្មងនៅពេលចិត្តស្លាប់នឹងឯងហ្នឹងឯងដល់ចឹងទៅត្រូវដូចថាបាត់បង់ទៅទាំងអស់ទាំងដើមទុនដែលបនបានជួយរៀបចំមកក៏ត្រូវបាត់បង់អស់ហើយព្រោះយើងប្រើប្រាស់អស់ហើយណាមកជាតិហ្នឹងមកជីវិតហ្នឹងប្រើប្រាស់អស់ហើយហើយដល់អស់ហើយចឹងទៅវាអត់បានសម្រាប់ទៅជាទីពឹងអីក្នុងដំណើរជីវិតរឿងហ្នឹងគឺរំលឹកកូនចៅទេណាហ្នឹងឯងទាំងដែលអាចនឹងស្ដាប់ឮបានអីហ្នឹងណាពិចារណាមើលតាមនឹងផងហើយកុំនិយាយដល់ទៅថាមិនដែលបានស្គាល់វត្តមិនដែលបានដឹងប្រសង់ថាត្រូវទំនុកបំរុងអីមិនដែលបានឮធัวអីសំបីតែបានចូលវត្តហើយហ្នឹងឯងបន់ទៀនអីម្ដងហើយហ្នឹងឮធัวអីហើយហ្នឹងក៏មិនងាយចិត្តទេយកសេចក្តីអីទៅបានទេប៉ុណ្ណាវានៅតែក្នុងគំនិតជាប់ជំពាក់ត្រូវការប្រាថ្នារបស់ក្នុងโลกហ្នឹងចឹងអាសភាពកើតមកនៅពីកុមារាកុមារីនឹងសបាយនឹងលេងដីសបាយនឹងញ៉ាំនំសបាយនឹងរត់លេងហ្នឹងណាដល់ទៅពេលចម្រើនវ័យឡើងអានឹងរឹតតែធំឡើងដូចស្នែងគោអញ្ចឹងដល់តួរូបកាយនឹងធំទៅអាស្នែងរឹតតែដោះអាសភាពនៃការជាប់ជំពាក់ត្រូវការរបស់ក្នុងโลกនឹងរឹតតែត្រូវការឡើងអានឹងឯងជារឿងដែលបឋិជនមើលមិនឃើញអ្វីជាប្រយោជន៍អ្វីដែលឥតប្រយោជន៍អ្វីជាគុណអ្វីជាទោសអ្វីជាគ្រោះអ្វីជាលេបហ្នឹងគឺកន្លែងហ្នឹងឯងមើលអត់ឃើញទេស្មានតែរបស់ក្នុងโลกហ្នឹងស្លូតទៅស្មានតែរបស់ក្នុងโลกហ្នឹងឯងអត់មានបំណុលហ្នឹងឯងមិនចាំបាច់ដល់ទៅលួចទៅប្លន់ទៅបោកប្រាស់គេមកបានថាជាបំណុលទេអារឿងដែលកម្មយកដោយឆន្ទរាគៈហ្នឹងកម្មយកដោយតណ្ហាអេតាំងមៈនោះជារបស់យើងហ្នឹងគឺជាបំណុលដែលអត់ភ្នែកបញ្ញាមើលមិនឃើញទេមានបំណុលអីខ្ញុំមានទៅបុលគេខ្ញុំមានទៅខ្ចីគេណាខ្ញុំមានទៅលួចទៅប្លន់គេណាអាហ្នឹងមើលវាមិនឃើញហ្នឹងហើយរហូតដល់ទៅអ្នកដែលទៅប្រព្រឹត្តនៅក្នុងបញ្ញវេរានឹងទៅទៀតក្រោតគ្រៀតដល់ទៅថ្នាក់បញ្ញវេរាហើយក៏មើលមិនឃើញតែជាបំណុលដឹងតែលួចគេបានមកបោកប្រាស់គេបានមកគឺបានណាបោះអញហ្នឹងឯងហើយបើក្រោតគ្រៀតប៉ុណ្ណឹងមើលមិនឃើញហើយចាំបាច់និយាយដល់តែល្អិតនឹងធ្វើអីទៀតរួចទទួលទានមានបានសោះត្រឹមត្រូវសោះហ្នឹងណានឹងឯងចឹងគ្រាន់តែថាវាមិនបានបាបក្នុងបញ្ញវេរាក៏ប៉ុន្តែយើងត្រូវដឹងថាវាជារឿងត្រេកអរចាប់យករបស់ក្នុងโลกរបស់ក្នុងโลกមិនមែនជារបស់ឲ្យយើងទៅទេទេណាមិនណាទៅរស់ទៅយកមកបានបោះនៅនឹងសុទ្ធតែបំណុលកាមណាចឹងគណាហើយធัวនឹងដែលថាល្អិត
តលតែភ្នែកបញ្ញាឃើញអរិយសច្ចធម៌ឃើញបដិច្ចសមុបាទធម៌បានដឹងថាវាជាបំណុលណាបំណុលវត្តដាក់នឹងឯងបើមិនតាន់អប់រំទៅដល់ការឃើញបដិច្ចសមុបាទធម៌អរិយសច្ចធម៌ទេមិនបានដឹងថាជាបំណុលទេនឹងឯងចឹងវាអាចតែយើងដឹងថាទៅខ្ចីទៅបុលទៅលួចទៅប្លន់ទៅបោកប្រាស់គេមកអានឹងយើងអាចឃើញបានប៉ុណ្ណឹងរស់នៅដោយសមាអាជីវោហ្នឹងអានឹងវាសំរុំប៉ុណ្ណឹងហើយប៉ុន្តែថានិយាយពីរឿងសម្បត្តិនៅក្នុងโลกនេះឲ្យវាល្អិតទៅដល់គោលនៃអរិយសច្ចធម៌គឺវាជាបំណុលក្នុងโลกអញ្ចឹងនឹងឯងទៅ